ម្សិលមិញថ្ងៃទី3បាទនៅក្នុងក្រុម signal របស់ខ្ញុំបានធ្វើការព្យាករណ៍ថាតម្លៃមាសនឹងមិនទាន់ទៅណាឆ្ងាយទេគឺវានៅស្ថិតនៅ ranking ចន្លោះហ្នឹងហើយជាក់ស្ដែងតម្លៃមាសម្សិលមិញហ្នឹងគឺវាស្ថិតនៅក្នុងចន្លោះហ្នឹងមែនបាទព្រោះយើងសង្កេតឃើញថាមិនទាន់មានព័ត៌មានអីថ្មីណាទេហើយក៏តម្លៃមាសកំពុងតែរងចាំមើលព័ត៌មានធំដើម្បីធ្វើការឡើងថ្លៃឬក៏ចុះថោកបាទឥឡូវយើងចូលទៅដល់ការវិភាគតម្លៃមាសនៅក្នុងថ្ងៃទី4នេះផ្ទាល់បាទអញ្ចឹងនេះការវិភាគរបស់ខ្ញុំកាលពីម្សិលមិញបាទឥឡូវយើងទៅមើលបកគោលថ្ងៃសិនយើងមើលបកគោលថ្ងៃយើងឃើញថាតម្លៃមាសតាំងពីថ្ងៃទី22រហូតមកដល់ថ្ងៃ4មិថុនាគឺតម្លៃមាសមិនទាន់ទៅណាឆ្ងាយទេវាស្ថិតនៅ ranking ចន្លោះ3500ហើយទាបបំផុតនោះគឺ3100អញ្ចឹងវានៅ sideways ទៅមកហើយជាក់ស្ដែងតម្លៃមាសកាលពីឆ្នាំនេះគឺបានឡើងថ្លៃរួចមកហើយគឺ 20-30% រួចមកហើយបាទនេះតាំងពីតម្លៃ2657ឡើងមកដល់នេះបាទអញ្ចឹងបើមើល trend នេះគឺវាឡើងហើយបាទយើងមើល trend វាអញ្ចឹងយើងមើល trend គូបន្ទាត់ trend មួយសិននេះ trend ឡើងបាទជាងតម្លៃមាសវាឡើងខ្ពស់រួចហើយអញ្ចឹងខ្ញុំវាមិនទាន់ឡើងខ្ពស់ទៅដល់ឆ្ងាយនេះទេហើយអញ្ចឹងឥឡូវយើងចូលទៅមើលគោលម៉ោងជាក់ស្ដែងក្នុងការធ្វើការវិភាគក្នុងតម្លៃថ្ងៃនេះវិញអញ្ចឹងជាក់ស្ដែងតម្លៃថ្ងៃនេះខ្ញុំវាស្ថិតនៅក្នុងតម្លៃ sideways នៅឡើយទេបាទខ្ញុំគូបន្ទាត់នេះមួយហើយខ្ញុំគូថែមបន្ទាត់នេះមួយទៀតđểចាប់ក្នុងខ្ពស់ដូចគ្នាដែរបាទអញ្ចឹងយើងទៅមើលបកគោល horizontal line វិញបាទតម្លៃដែលខ្ពស់បំផុតនៅក្នុងថ្ងៃនេះតម្លៃនេះគឺជាតម្លៃ resistance គឺ3392បាទអញ្ចឹងបើសិនជាតម្លៃមាសមកដល់កន្លែងនេះបើសិនជាវាបំបែកបាទវានឹងឡើងទៅលើបន្ថែមទៀតមិនខ្ពស់ទៅដល់ប៉ុណ្្នឹងទេបាទវាអាចវាឡើងដល់ត្រឹមតែ20លេខអីទៀតទេបាទចានេះខ្ញុំដាក់ resistance 1393ហើយនេះគឺជា resistance 2បាទយើងទៅហៅមើលតម្លៃ support វិញបាទនេះតម្លៃខ្ពស់របស់មាសអានេះយើងមើលតម្លៃទាបវិញបាទតម្លៃទាបគឺនៅ3 grade 3បាទចានេះគឺជា support 1ចឹងបើការនៃបំបែក support 1វានឹងចុះទៅក្រោមប៉ុន្តែតម្លៃមាសដោយសារថ្ងៃនេះពុំមានព័ត៌មានអីធំទេហើយជាក់ស្ដែងដូចខ្ញុំបានជំរាបម្សិលមិញដែរគឺតម្លៃមាសវានឹង swing ទៅ swing មកswing ទៅ swing មកដើម្បីរងចាំព័ត៌មាន non farm payroll អញ្ចឹងជាក់ស្ដែងការព្យាករណ៍ថ្ងៃនេះដោយសារពុំមានព័ត៌មានអីធំទេហើយយើងក៏រងចាំមើលព័ត៌មានបន្ថែមទៀតដែរគឺតម្លៃមាសវានឹងអាចឡើងចុះដដែលប៉ុន្តែវាអាចប្រកាសជាប៉ះនៅតម្លៃ resistance មួយនេះបាទវានឹងប៉ះនៅក្នុង resistance មួយនេះជាងជាក់ស្ដែងខ្ញុំបើសិនជាវាឡើងខ្ពស់ទៀតខ្ញុំនឹងធ្វើការឲ្យតម្លាក់ sell ហើយតែបើសិនជាវាចុះក្រោមទៅទៀតខ្ញុំនឹងធ្វើការឲ្យ buy ឡើងបាទនេះជាការព្យាករណ៍របស់ខ្ញុំហើយយើងបើសិនជាបងប្អូនចំណាប់អារម្មណ៍អាច join ក្រុមឬក៏តាក់ទងមកលេខទូរស័ព្ទខ្ញុំបានបាទនេះលេខទូរស័ព្ទបាទសូមអរគុណ